ហុកកច្រាំនេះណាបើនិយាយពីរឿងរសជាតិវិញបងប្អូនហើយមិនបាច់និយាយហ្មងនិយាយពីថាឆ្ងាញ់ខ្លាំងមែនតែនជាពិសេសណាបានជ្រលក់ជាមួយនឹងបន្លែស្រស់ថ្មីអញ្ចឹងទៀតបងប្អូនហើយនិយាយពីថាឆ្ងាញ់សាហាវតែម្ដងហើយបើបានធ្វើម្ហូបមួយមុខនេះហើយកុំភ្លេចតាមបាយទុកឲ្យច្រើនផងណាបងប្អូនហើយសម្រាប់ប្រហុកកច្រាំនេះដែរបងប្អូនយើងញ៉ាំជាមួយនឹងបាយអង្គស្រូវថ្មីឬក៏បាយកកអីនិយាយពីថាញ៉ាំបាយអស់ពីឆ្នាំងអត់ដឹងខ្លួនទេណាឥឡូវដើម្បីកុំឲ្យរងចាំយូរចូលទៅមើលពីវិធីធ្វើរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនាងខ្ញុំបានយកសាច់ជ្រូកដែលនាងខ្ញុំបានកិនម៉ត់ហ្នឹងណាយកមកដាក់លាយជាមួយនឹងប្រហុកហើយសម្រាប់សាច់ជ្រូកគឺនាងខ្ញុំប្រើសាច់3ជាន់ណាបងប្អូនហើយសម្រាប់ប្រហុកថ្ងៃនេះនាងខ្ញុំប្រើប្រហុកត្រីសាច់សម្រាប់ប្រហុកកច្រាំនេះដែរបងប្អូនបើយើងចង់ចិញ្ច្រាំឲ្យមានរសជាតិឆ្ងាញ់យើងដាក់ម្ទេសនិងខ្ទឹមរៀងច្រើនបន្តិចមកណាចំណែកឯគ្រឿងផ្សំរសជាតិនាងខ្ញុំដាក់តែប៊ីចេងមួយមុខសិនទេបងប្អូនដោយសារនៅពេលដែលនាងខ្ញុំយកប្រហុកនឹងទៅឆានាងខ្ញុំនឹងបន្ថែមគ្រឿងផ្សំរសជាតិបន្ថែមទៀតងាកមកមើលការធ្វើរបស់នាងខ្ញុំជាបន្តទៀតគឺនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចដាក់ម្ទេសនិងខ្ទឹមមករំលីងឲ្យឡើងក្លិនឈ្ងុយតែមិនបាច់ឲ្យឡើងពណ៌ក្រហមទេណាបងប្អូនមើលតែថាម្ទេសនិងខ្ទឹមនឹងជះក្លិនឈ្ងុយល្អហើយនាងខ្ញុំបានដាក់ស្ករត្នោត1ស្លាបព្រាបាយចូលរួចយើងកូរគ្រឿងក្រូវទាំងអស់ហ្នឹងឲ្យឡើងក្លិនឈ្ងុយទើបនាងខ្ញុំចាប់ផ្ដើមចាក់សាច់ជ្រូកជាមួយនឹងប្រហុកដែលយើងបានចិញ្ច្រាំអំបញ្ញមិញហ្នឹងចូលទៅក្លុកជាមួយនឹងគ្រឿងនឹងតែម្ដងណាបងប្អូនហើយនាងខ្ញុំក៏បានបន្ថែមស្បែកជ្រូកដាក់ចូលបន្តិចដែររួចយើងឆាសាច់ជ្រូកជាមួយនឹងប្រហុកហ្នឹងរហូតតតែដាច់ទឹកបានល្អអញ្ចឹងបងប្អូនទើបមានរសជាតិឆ្ងាញ់សម្រាប់ប្រហុកកច្រាំនេះបងប្អូនបើសិនជាមានម្ជូរកសាំងដាក់បន្ថែមទៀតណានិយាយពីរឿងរសជាតិវិញបងប្អូនហើយរឹតតែឆ្ងាញ់តែម្ដងហើយចុងក្រោយបងប្អូនកុំភ្លេចបន្ថែមម្ទេសអាចសាច់មួយគ្រាប់អញ្ចឹងទៀតមកណានៅពេលដែលយើងញ៉ាំប៉ះម្ទេសអាចសាច់ហ្នឹងបងប្អូនហើយឆ្ងាញ់ខ្លាំងមែនតែនហើយសម្រាប់ប្រហុកកច្រាំនេះបងប្អូនយើងចង់ញ៉ាំជាមួយនឹងបន្លែអីក៏មានរសជាតិឆ្ងាញ់ដែរជាពិសេសដូចជាត្រប់តសក់ប៉េងប៉ោះសណ្តែកគួរពពាយស្ពៃក្តោបឬក៏ផ្កាស្នោអីគឺត្រូវទាំងអស់តែម្ដងណាបងប្អូនចាឥឡូវការបង្ហាញពីមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងឯណាបងប្អូនហើយបើបងប្អូនបានធ្វើញ៉ាំហើយនាងខ្ញុំធានាថាដឹងតែជាប់ចិត្តឯណា